រៀបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំលើកយកការកាត់សបិនបន្តមកជម្រាបជូនបងប្អូនទាំងអស់គ្នាទុកគ្រាន់ស្ដាប់កំសាន្តចាតកតងនឹងសបិនទី1គឺការយល់សប្តិឃើញខ្លួនប្រាណការយល់សប្តិឃើញខ្លួនប្រាណវាជាជោគជ័យទោះបីខ្លួននោះល្អក្តីឬក៏មិនល្អក្តីឃើញខ្លួនប្រាណជាស្ត្រីជាជោគជ័យសង្គមឃើញខ្លួនប្រាណជាបរិសុទ្ធជាជោគជ័យនៃការរកស៊ីយល់សប្តិខ្លួនប្រាណរបស់ខ្លួនឯងអាក្រាតទំនេរថាជាលាភដ៏ល្អប្រសើរចានេះតកតងនឹងការយល់សប្តិថាឃើញខ្លួនប្រាណបងប្អូនចាតកតងនឹងការកាត់យល់សប្តិទី2គឺការយល់សប្តិឃើញខ្លែងឬក៏បង្ហើរខ្លែងចាការយល់សប្តិថាបង្ហើរខ្លែងឬក៏មើលគេបង្ហើរខ្លែងទំនេរថាអ្នកនឹងបានសម្រេចនៅក្តីសង្ឃឹមដ៏ខ្ពស់បំផុតបើខ្លែងនោះហោះដោយស្រួលយល់សប្តិឃើញមានក្មេងបង្ហើរខ្លែងទំនេរថាអ្នកនឹងទទួលសេចក្តីរីករាយយ៉ាងខ្លាំងយល់សប្តិឃើញខ្លែងដាច់ខ្សែឬឃើញវាហើរទៅបាត់ឬក៏វាខូចទំនាយថាអ្នកនឹងជួបការខកចិត្តព្រោះអ្នកខ្វះការប្រុងប្រយ័ត្នលើការគ្រប់គ្រងការងាររបស់អ្នកយល់សប្តិឃើញមនុស្សឈួតកាន់ខ្លែងទំនាយថាអ្នកកំពុងដើរក្នុងផ្លូវខុសហើយចានេះតកតងនឹងការកាត់យល់សប្តិឃើញបង្ហើរខ្លែងណាបងប្អូនចាតកតងនឹងការកាត់យល់សប្តិបន្តទៀតការកាត់យល់សប្តិទី3គឺយល់សប្តិឃើញខ្សែកការយល់សប្តិឃើញខ្សែកទំនេរថាមានគេកំពុងស្នេហាអ្នកយ៉ាងខ្លាំងយល់សប្តិពាក្យខ្សែកទំនេរថាអ្នកនឹងបានរីករាយនឹងសុភមង្គលយល់សប្តិឃើញគេពាក្យខ្សែកទំនេរថាតំណែងដែលអ្នកពងប្រាថ្នានឹងបានសម្រេចយល់សប្តិឃើញខ្សែកដាច់ឬក៏ជុះចេញពីកទំនេរថានឹងមានកើតក្តីចំនួនក្នុងគ្រួសារឬក៏មានការខកចិត្តត្រូវគិតដល់កត្តាផ្សេងដូចជាមាសប្រាក់ផ្លាទីននិងពើទៀតចានេះគឺតកតងនឹងការកាត់យល់សប្តិឃើញខ្សែកចាតកតងនឹងការកាត់យល់សប្តិជាបន្តទៀតគឺតកតងនឹងការកាត់យល់សប្តិឃើញខ្សែដៃការយល់សប្តិឃើញខ្សែដៃជាប្រថ្នូរល្អណាស់ចំពោះអ្វីដែលអ្នកគិតគូរខ្លាំងជាងគេឬក៏រឿងលុយកាក់ឬក៏ស្នេហាយល់សប្តិបាត់ខ្សែដៃឬខ្សែដៃអ្នកដាច់ទំនេរថាអ្នកនឹងខកចិត្តដោយសារស្នេហាឬក៏ការខាត់បងលុយកាក់ចានឹងតកតងនឹងការកាត់យល់សប្តិឃើញខ្សែដៃហើយវាក៏ត្រូវមើលទៅលើថាខ្សែដៃនោះវាជាខ្សែដៃប្រាក់ឬក៏ខ្សែដៃមាសឬក៏ជាគ្រឿងអលង្ការលោហៈធាតុផ្សេងទៀតចានឹងតកតងនឹងការកាត់យល់សប្តិឃើញខ្សែដៃចាតកតងនឹងការកាត់យល់សប្តិជាបន្តទៀតតកតងនឹងការកាត់យល់សប្តិទី5គឺការយល់សប្តិឃើញគូតឬក៏កំបេះគូតការយល់សប្តិឃើញគូតខ្លួនឯងក្តីគេក្តីជាប្រថ្នូរល្អទំនាយថាអ្នកនឹងបានរីករាយទៅអនាគតយល់សប្តិឃើញកំបេះគូតសัตว์ទំនាយថានឹងមានលាភជាលុយយល់សប្តិឃើញគេទឹកគូតអ្នកទំនាយថាអ្នកប្រកាសជាបានឡើងបុណ្យស័ក្តិយល់សប្តិទឹកគូតគេទំនាយថាមនុស្សនៅជុំវិញខ្លួនអ្នកកំពុងឈ្នានីសអ្នកយ៉ាងដេកតបដាចានេះតកតងនឹងការកាត់យល់សប្តិដែលឃើញកំបេះគូតចាតកតងនឹងការកាត់យល់សប្តិជាបន្តទៀតគឺការកាត់យល់សប្តិឃើញគោឡើងកការយល់សប្តិឃើញគោឡើងកទំនាយថាអ្នកនឹងមានការប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងមុខរបរឬក៏ស្នេហាយល់សប្តិឃើញគោឡើងក
សម្បល់រលោងស្រិលឬក៏សស្គូសទំនាយថាអ្នកនឹងទទួលលាភយ៉ាងធំពោះពីការស្មានយល់សពឃើញគោឡើងកជល់គ្នាជាការប្រាប់អ្នកឲ្យប្រញាប់ជំរះរឿងអាស្រូវទើលខ្លួនចេញហើយតើតើនឹងការកាត់យល់សពនេះយើងត្រូវទៅមើលលើគោឬក៏មេគោកូនគោនឹងការតើតើនឹងការកាត់យល់សពទី6ចឹងតើតើនឹងការកាត់យល់សពជាបន្តទៀតគឺការយល់សពឃើញក្រុមការយល់សពឃើញក្រុមទំនេរថាអ្នកនឹងកើនប្រជាប្រិយភាពក្នុងសង្គមយល់សពរើសបានក្រុមទំនេរថាអ្នកនឹងបានជួបសេចក្តីរីករាយចានេះតើតើនឹងការកាត់យល់សពឃើញក្រុមចាបងប្អូនប្រសិនជាបងប្អូនយល់សពឃើញអ្វីដែលថាប្លែកឬក៏យល់សពឃើញអីដែលក្រៅពីនេះខ្ញុំបានជម្រាបនេះបងប្អូនអាច comment នៅក្នុងខាងក្រោមវីដេអូដែលខ្ញុំនឹងលើកយកមកជម្រាបជូនបងប្អូនជាបន្តទៀតចាតើតើនឹងការកាត់យល់សពគឺមកដល់ទីបញ្ចប់ហើយបងប្អូនសូមអរគុណច្រើនណាចាសូមជម្រាបលា